ព្រឹកថ្ងៃទី15យោធាថៃបន្តការបាញ់ប្រហារនិងសម្រុកកាន់តែខ្លាំងនៅក្នុងបំណងចូលគ្រប់គ្រងតំបន់ប្រាសាទព្រះវិហារតែត្រូវកងកម្លាំងខ្មែរតបតយ៉ាងចាស់ដៃនៅព្រឹកថ្ងៃទី15ខែធ្នូឆ្នាំ2025នេះគឺរយៈពេល9ថ្ងៃហើយដែលយោធាថៃបានបើកការបាញ់ប្រហារមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាពិសេសនៅក្នុងរយៈពេល2ថ្ងៃចុងក្រោយនេះយោធាថៃបានសម្រុកបាញ់ប្រហារដោយគ្រាប់ផ្លោងប្រើប្រាស់កាំភ្លើងធំគ្រាប់បែកចង្កោមដ្រូនទម្លាក់គ្រាប់បែកយ៉ាងខ្លាំងនៅភូមិសាស្ត្រប្រាសាទតាមាន់ប្រាសាទតាក្របីនិងប្រាសាទខ្នាក៏ដូចជាភូមិសាស្ត្រប្រាសាទព្រះវិហារយោធាថៃបានបំពេញខ្លាំងនៅភូមិតំបន់ប្រាសាទព្រះវិហារតាមាន់ធំតាក្របីប្រាសាទខ្នានៅក្នុងក្រុងសំរោងអូស្មាច់ជប់អង្គុញអានសេះថ្មដូនពីម៉ោង4ភ្លឺដល់ម៉ោង9:18នាទីព្រឹកនេះយ៉ាងដើម្បីវរៈកងទ័ពកម្ពុជាជួរមុខបានតបតការពារទឹកដីយ៉ាងអង្អាចក្លាហានជាទីបំផុតយោងតាមលោកស្រីម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងឲ្យដឹងអំពីស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃអំពីករណីកងកម្លាំងយោធាថៃបានបន្តបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅយុទ្ធភូមិភាគទី4នៅថ្ងៃទី15ធ្នូនេះដោយគិតពីវេលាម៉ោង4ទៀបភ្លឺរហូតដល់ម៉ោងជាង9ព្រឹកនេះយោធាថៃបានបើកការបាញ់ប្រហារច្រើនទីតាំងបានបាញ់ផ្លោងកំភ្លើងធំគ្រប់ធន់ចូលភូមិសាស្ត្រអូស្មាច់ក៏ដូចជាការបាញ់កំភ្លើងធំ155មីលីម៉ែត្រចូលភូមិសាស្ត្រនៃក្រុងសំរោងតំបន់ប្រជាជនស៊ីវិលផងដែរលោកស្រីម៉ាលីសុជាតាបានលម្អិតឲ្យដឹងថាម៉ោង4:30នាទីទៀបភ្លឺយោធាថៃបានចាប់ផ្ដើមបាញ់កំភ្លើងធំគ្រប់ធន់ចូលភូមិសាស្ត្រអូស្មាច់ម៉ោង4:50នាទីយោធាថៃបានបាញ់គ្រាប់ផ្លោងចូលភូមិសាស្ត្រប្រាសាទតាខ្នាម៉ោង5:40នាទីយោធាថៃបានចល័តទ័ពនៅភូមិសាស្ត្រជប់អង្គុញនិងបានបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទតាមាន់ធំម៉ោង5:45នាទីយោធាថៃបានបាញ់ផ្លោងចូលភូមិសាស្ត្រថ្មដូនម៉ោង5:50នាទីយោធាថៃបានបាញ់ផ្លោងកំភ្លើងធំចូលភូមិសាស្ត្រប្រាសាទតាក្របីម៉ោង7:35នាទីយោធាថៃបានបាញ់កំភ្លើងធំ155មីលីម៉ែត្រចូលភូមិសាស្ត្រក្រុងសំរោងតំបន់ប្រជាជនស៊ីវិលចាប់ពីវេលាម៉ោង7:35នាទីព្រឹកមកដល់វេលាម៉ោង8:30នាទីព្រឹកនេះយោធាថៃបានបន្តបាញ់ផ្លោងចូលតំបន់អានសេះនិងបានបាញ់ប្រហារដោយប្រើប្រាស់កាំភ្លើងធំគ្រាប់បែកចង្កោមដ្រូនទម្លាក់គ្រាប់បែកយ៉ាងខ្លាំងនៅភូមិសាស្ត្រប្រាសាទតាមាន់ប្រាសាទតាក្របីនិងប្រាសាទខ្នាម៉ោង9:18នាទីយោធាថៃបានចាប់ផ្ដើមបាញ់ប្រហារចូលភូមិសាស្ត្រប្រាសាទព្រះវិហារចំពោះស្ថានភាពនៅក្នុងភូមិសាស្ត្រផ្សេងទៀតមានសភាពស្ងប់ស្ងាត់ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាមដានយ៉ាងយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចនេះបញ្ជាក់តាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជារដ្ឋមន្ត្រីក្រសួងព័ត៌មានឯកឧត្តមនេតភក្ត្រាបានឲ្យដឹងនៅព្រឹកថ្ងៃទី15ខែធ្នូថាការវាយប្រហាររបស់យោធាថៃបានបណ្ដាលឲ្យជនស៊ីវិល